ស្វ័យគុណx អញ្ចឹងស្មើគេ x នៃលោកកូ a នៃ a បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់សាលា Intent ថ្ងៃនេះអ្នកគ្រូមានលំហាត់មួយដែលតាក់ទងជាមួយនឹងអនុគមច្រាស់មុននឹងយើងឈានដល់ថាអ្វីទៅជាអនុគមច្រាស់យើងត្រូវដឹងសិនថាអនុគមតាំងដោយអក្សរអីហើយអនុគមច្រាស់ហ្នឹងតាំងដោយអក្សរអីចាអនុគមយើងភាគច្រើនយើងតាំងដោយអក្សរ y នឹងឬក៏ស្មើជាមួយនឹង f នៃ x ដល់ពេលអនុគមច្រាស់របស់វាវិញយើងថាគេ x ដក1សុំទៅ y ដក1ឬក៏ f នៃ x ដក1ចាអូខេតោះឥឡូវយើងមើលលំហាត់យើងទាំងអស់គ្នាលំហាត់កគេមានថា x y ស្មើជាមួយនឹង3ស្វ័យគុណ x ចាអញ្ចឹងសួរថាយើងត្រូវធ្វើម៉េចបើវាជាស្វ័យគុណអញ្ចឹងយើងអាចដឹងថាដោះស្រាយបែបម៉េចអញ្ចឹងយើងមានវិធីមួយគឺវិធីបំពាក់លោកសងខាងចានៅពេលដែលកូនបំពាក់លោកសងខាងកូនមើលថាលោកកូ3នៃ y ស្មើជាមួយនឹងលោកកូ3នៃ3ស្វ័យគុណ x ចាហេតុផលដែលយើងបំពាក់ជាមួយនឹងគោល3ដោយសារអីអានេះគឺគោល3អញ្ចឹងយើងត្រូវបំពាក់លោកគោ3ដើម្បីបំបត្តិវាបានណាបន្ទាប់មកទៀតយើងមើលរូបមន្តរបស់យើងលោកគោ3ឬក៏លោកគោ a នៃ a ស្វ័យគុណ x អញ្ចឹងស្មើគេ x នៃលោកគោ a នៃ a ចាអញ្ចឹងយើងតម្លាក់ x មកខាងមុខចាបន្ទាប់មកហេតុអីបានកន្លែងនេះបាត់ទៅណាយើងដឹងអីលោកគោ a នៃ a គឺស្មើនឹង1ចាអញ្ចឹងគឺលេខ1អញ្ចឹងយើងអត់សរសេរទេចាបន្ទាប់មកទៀតសួរថាធ្វើប៉ុណ្ណឹងចប់នៅអត់ទាន់ចប់ទេលក្ខខណ្ឌដែលសំខាន់បំផុតត្រង់ចំណុចនេះគឺយើងបដូរអថេចាអញ្ចឹងកន្លែងណាមាន x ជួសដោយ y ចាកន្លែងណាមាន y ជួសដោយ x ចាអញ្ចឹងចុងបញ្ចប់របស់យើងនៃលំហាត់ករបស់យើងគឺ f នៃ x ដក1ស្មើជាមួយនឹងលោកគោ3នៃ x ចាឥឡូវយើងមកកលេចមើលលំហាត់ទី2ម្ដងមិញយើងសិក្សាជាមួយនឹងlogarit ឥឡូវយើងសិក្សាជាមួយនឹង exponential ម្ដងចាអញ្ចឹងលំហាត់ខរបស់យើង y ស្មើជាមួយនឹង ស្វ័យគុណនៃ 2x បូក1ចាអញ្ចឹងលំហាត់នេះយើងត្រូវបំពាក់លិនដូចគ្នាចានៅពេលដែលយើងបំពាក់លិនសងខាងកូនត្រូវមើលដែរថាតើយើងចូលរូបមន្តណាអត់ចាដោយលំហាត់មុនគឺលិននៃគោល a ចានៃ a នៃស្វ័យគុណ x អញ្ចឹងយើងបានអីគេយើងមិនតម្លាក់ x មកមុខធ្វើអត់ចាអញ្ចឹងយើងស្មើ x នៃលិន a នៃ a ចាដូចគ្នាចានេះគឺយើងបានបែបនេះចាបន្ទាប់មកទៀតពីណាក៏ដឹងដែរថាលិន គឺស្មើគេគឺស្មើ1ចាបើលិន ស្មើ1អញ្ចឹងកន្លែងនេះគឺលេខ1អញ្ចឹងមុខ1គុណនឹងកន្សោមគឺនៅស្មើដដែរចាបន្ទាប់មកទៀតយើងបានប៉ុណ្្នឹងហើយកូនទាញរក x ចាប់កន្លែងនេះយើងបោះ1បូក1ចាបូក1បោះមកបានដក1អញ្ចឹង 2x របស់យើងគឺស្មើលិននៃ y ដក1ចាអញ្ចឹងចុងបញ្ចប់នៃរបស់យើងគឺបដូរអថេដូចគ្នាចាអញ្ចឹងកន្លែងណាមាន x ជួសដោយ y ចាអញ្ចឹងយើងបានដូចនេះ f នៃ x ដក1របស់យើងគឺស្មើលិន x ដក1នៅលើ2ចាអញ្ចឹងសម្រាប់លំហាត់តាក់ទងជាមួយនឹងការរកអនុគមច្រាស់របស់យើងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏បញ្ហាត្រង់ណាអាចត្រួតនៅក្នុង comment បាន